ថ្ងៃនេះខ្ញុំមានមុខម្ហូបមួយមុខដែលចង់ចែករំលែកជូនអ្នកទាំងអស់គ្នាគឺរបៀបនៃការស្ងោរជ្រក់ត្រីខ្ជិមសម្រាប់គ្រឿងផ្សំយើងមានលក្រីលក្រូចអណ្ដែងជីវែងស្លឹកខ្ទឹមជីក្រហមហើយនិងក្រូចឆ្មាអំបិលប៊ីចេងស្ករទឹកត្រីនិងម្សៅស៊ុបតោះឥឡូវមកខាត់ពេលយូរយើងចូលមកធ្វើទាំងអស់គ្នាដំបូងយើងត្រូវដាំទឹកឲ្យពុះយើងដាក់ស្លឹកគ្រៃស្លឹកក្រូចខ្ទឹមសខ្ទឹមក្រហមអណ្ដែងដែលយើងបានដុតដើម្បីបង្កើនក្លិនឈ្ងុយនៅក្នុងសម្លបន្ទាប់មកយើងដាក់អង្ករចូលបន្តិចដើម្បីឲ្យវាកាត់ជាតិឆ្អាបរបស់ត្រីនិងបង្កើនជាតិរសរបស់សម្លរបស់យើងបន្ទាប់មកយើងរង់ចាំឲ្យទឹកវាឡើងពុះយើងចាប់ផ្ដើមដាក់ត្រីរបស់យើងចូលត្រីនេះយើងបានលាងជាមួយនឹងអំបិលដើម្បីឲ្យវាកាត់ជាតិរំអិលនិងជាតិឆ្អាបរបស់ត្រីបានល្អហើយយើងដាក់ចូលទៅរំងាស់វាហើយយើងចាប់ផ្ដើមដាក់អំបិលបន្តិចយើងដាក់ស្ករសចំនួន2ស្លាបព្រាកាហ្វេនិងម្សៅស៊ុបយើងដាក់ចំនួន2ស្លាបព្រាកាហ្វេហើយខ្ញុំលួចថែមបន្តិចទៀតហើយបន្ទាប់មកយើងក៏ដាក់ទឹកត្រីចំនួន3ស្លាបព្រាកាហ្វេនិងប៊ីចេងចំនួន2ស្លាបព្រាកាហ្វេបន្ថែមទៀតហើយបន្ទាប់មកយើងចាប់ផ្ដើមភ្លក្សរសជាតិបន្តិចមើលទៅវាស័ក្តិសមល្មមរសជាតិប្រៃផ្អែមនៃគ្រួសាររបស់នាងខ្ញុំហើយពេលនេះខ្ញុំចាប់ផ្ដើមរំងាស់ទុកចោលដើម្បីឲ្យត្រីចេញជាតិនៅក្នុងទឹកសម្លកាន់តែខ្លាំងហើយបន្ទាប់ពីពេលតំណែងនេះខ្ញុំក៏ឆ្លៀតមកហាន់ក្រូចឆ្មាជីនាងជីក្រហមឬក៏ជីនាងវងរបៀបហាន់គឺយើងហាន់ជាសរសៃស្ដើងតូចបន្ទាប់មកយើងហាន់ឲ្យរួចរាល់ហើយយើងក៏ចាប់ផ្ដើមហាន់ត្រឡប់មកហាន់ស្លឹកខ្ទឹមនិងជីវែងបន្ថែមទៀតដើម្បីយកទៅដាក់នៅក្នុងសម្លស្ងោរជ្រក់របស់យើងដើម្បីឲ្យមានរសជាតិនិងក្លិនរបស់សម្លកាន់តែឈ្ងុយឆ្ងាញ់បន្ទាប់មកយើងចាប់ផ្ដើមត្រឡប់មកមើលសម្លរបស់យើងវិញម្ដងទៀតហើយឥឡូវនេះសម្លរបស់យើងចាប់ផ្ដើមពុះហើយនឹងឆ្អិនបណ្ដាហើយពេលនេះសម្លរបស់យើងមានពពុះទុយនៅឡើងនៅលើទឹករបស់វាអញ្ចឹងយើងត្រូវដួសវាចេញដូចនេះខ្ញុំបានបង្ហាញខាងលើនេះអញ្ចឹងព្រោះបើសិនជាយើងទុកនឹងធ្វើឲ្យទឹកសម្លរបស់យើងល្អមើលទៅមិនមានសោភ័ណភាពនិងគួរឲ្យចង់ហូបទេឥឡូវនេះបកសម្លរបស់យើងបានឆ្អិនរួចរាល់ហើយខ្ញុំចាប់ផ្ដើមដួសដាក់ចានដើម្បីបរិភោគទាំងអស់គ្នាមកអញ្ជើញបងប្អូនទាំងអស់គ្នាអញ្ជើញមកបរិភោគជាមួយហើយសម្រាប់សម្លមួយនេះនាងខ្ញុំគិតថាវាមិនពិបាកទេវាងាយស្រួលហើយក៏ប្រើរយៈពេលលឿនដែរខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងសាកធ្វើដើម្បីពិសានៅក្នុងក្រុមគ្រួសារហើយសង្ឃឹមថានឹងទទួលបានជារសឈ្ងុយឆ្ងាញ់ទាំងអស់គ្នាហើយពេលនេះសម្លយើងដួសរួចរាល់និងខ្ញុំបានដាក់ជីស្លឹកខ្ទឹមហើយនឹងចំបាច់ក្រូចឆ្មាចូលដើម្បីបង្កើនរសជាតិហើយនេះសម្លរបស់យើងបានរួចរាល់ហើយបើសិនជាបងប្អូនមានចម្ងល់ត្រង់កន្លែងណាអាចឆាតសួរគ្នាខ្ញុំឬក៏ខមមិនសួរបានសូមអរគុណ